Tòng bộ nó kia mà mơ vìរបៀបដាក់លេខឬក៏របៀបបច្ចេកទេសដាក់ấn ឬក៏របៀបដេរឡានអ្នកគ្នាបាទតោះអូខេ Let's go បងប្អូនអ្នកគ្នាលេខសម្រាប់យើងបុកឬក៏ថយក្រោយណាអញ្ចឹងអានេះអក្សរពេសម្រាប់ដែលយើងចតយល់ទេអញ្ចឹងករណីយើងចង់ចតចង់ឈប់យើងដាក់ជួរអក្សរពេតែម្ដងហើយអានេះគេហៅថាអក្សរអឬក៏អ៊ីនេះគេហៅថាលេខរយៈថយក្រោយណាអូខេបាទហើយអានេះគេហៅថាអក្សរ N ហ្នឹងតួនាទីវាសម្រាប់តែយើងផ្ដាច់លេខឬក៏ពេលដែលយើងដោះលេខទៅនៅអញ្ចឹងដោះលេខហ្នឹងបានថាដោះលេខដើម្បីឲ្យគេរុញឡានយើងបានឧទាហរណ៍ថាឡានយើងខូចឡានយើងសដោងណាអញ្ចឹងយើងត្រូវដាក់ N រុញបាទរុញឬក៏សដោងហ្នឹងទៅយល់អត់បាទអាហ្នឹងស្មើយើងចង់ហៅថាលេខ0ណាយល់ទេអត់មានលេខទាំងអស់ហើយអក្សរ D នេះសម្រាប់យើងបើកបោទៅមុខធម្មតាអូខេបាទលេខ2នេះយើងប្រើនៅពេលដែលយើងឡើងទួលឬក៏ឡើងស្ពានឬក៏ករណីយើងចង់វ៉ាចង់ចែងគេណាយើងអាចសាងលេខចូលលេខ2នឹងបានយល់ចាបាទហើយអក្សរ L នេះតួនាទីវាសម្រាប់តែជាប់ផុងយល់ទេអញ្ចឹងជាប់ផុងឬក៏ករណីយើងទៅដើរលេងខាងភ្នំបូកគួយជាដើមអីវារៀងខ្ពស់អីអាហ្នឹងយើងដាក់អក្សរ L នឹងបានយល់ទេពេលយើងឡើងភ្នំពោះណាហើយបើសិនណាចុះក៏យើងប្រើឡើងក៏យើងប្រើអូខេហើយមុនពេលយើងដាក់លេខជើងយើងត្រូវជន់ប្រាំងយល់ជើងបាទជន់ប្រាំងមកជន់ប្រាំងចុចឡើងនេះយល់ទេហើយតាមឡានដែរឡានខ្លះចុចនៅខាងមុខនេះឡានខ្លះទៀតចុចនៅកន្លែងនេះយល់ទេបាទហ្នឹងហើយគ្រូបញ្ជាក់រឿងលេខមួយទៀតបើសិនយើងដាក់ខុសពីអក្សរពេនិងអក្សរ N ហ្នឹងយើងដេរឡើងអត់ឆេះយល់ទេបើសិនយើងច្រឡំដាក់ឧទាហរណ៍ឥឡូវយើងច្រឡំថាដាក់លេខអាយ៉ែថយក្រោយបាទឧទាហរណ៍ចាំមើលគ្រូឧទាហរណ៍មើលដល់ឥឡូវគ្រូច្រឡំដាក់លេខអាយ៉ែថយក្រោយហើយគ្រូបិទសោណាចាអូខេហើយគ្រូដេរមកឡើងវិញចាំមើលតើឡាននឹងចេះអត់ឃើញវាស្ងាត់ទេគាត់ឃើញស្ងាត់លោតសោតឹងអីគេបាទអញ្ចឹងយើងត្រូវរុញមក N ក៏បានទៅ P ក៏បានឥឡូវគ្រូរុញមក N សិនហើយគ្រូដេរឡានឃើញឆេះធម្មតាអត់ចាហើយឥឡូវគ្រូដាក់ P ម្ដងហើយគ្រូបិទសោហើយគ្រូដេរម្ដងទៀតឃើញឆេះហ៎ចាបាទនឹងឯងយល់អត់បាទហើយមុនពេលយើងដាក់លេខឧទាហរណ៍ដាក់លេខ D អញ្ចឹងកុំភ្លេចតម្លាក់ប្រាំងដៃផងបើសិនយើងអត់តម្លាក់ប្រាំងដៃឡាននេះអត់ទៅមុខទេនេះគេហៅថាប្រាំងដៃអញ្ចឹងពេលដែលយើងតម្លាក់ប្រាំងដៃលើកឡើងលើជាហើយចុចវាចេះណាឡើងលើឲ្យបានចុចបាទហ្នឹងហើយមុននឹងដាក់ពេយើងត្រូវលើកប្រាំងដៃឡើងលើវិញដាក់ N សិនណាដាក់ N ហើយលើកប្រាំងដៃហើយបានយើងរុញទៅពេយើងមិនបានតាមស្តង់ដាររបស់វាយល់អត់ហើយអូខេហើយមួយទៀតគឺប្រាប់របៀបដាក់ N មិនបាច់មានសោព្រោះនេះមានសោមែនអត់យើងដាក់ N បានមែនអត់បាទអញ្ចឹងគ្រូត្រូវបិទសោសិនបិទសោនឹងយកសោនឹងបដោះដៃយើងសិនមកហើយយើងត្រូវប្រើដៃយើងចុចឡើងនេះបាទមើលបាទចុចឡើងហ្នឹងនេះឡើងហ្នឹងមកចុចហ្នឹងហើយចុចឲ្យជាប់ហើយយើងចាប់អានេះទាញមកក្រោយនេះដាក់ N អាហ្នឹងបើសិនសុកគេឲ្យយើងដាក់ជួរអក្សរ N ណាអញ្ចឹងយើងដាក់ឲ្យគាត់ទៅដើម្បីឲ្យគាត់រុញឡានយើងបានយល់អត់ហើយមិនប្រើសោឯណាចាំណាអូខេហើយក៏ភ្លេចតម្លាក់ប្រាំងដៃផងណាតម្លាក់ប្រាំងដៃនេះណាចាំមកនឹងរុញបានធម្មតាយល់អូខេតោះបានហើយ